បងប្អូនទាំងអស់គ្នាមានចាប់អារម្មណ៍ដូចខ្ញុំអត់មករយៈចុងក្រោយនេះគឺខ្ញុំបានអុស Facebook ក៏ដូចជា TikTok ហើយបានឃើញវីដេអូជាច្រើនដែល influencer ក៏ដូចជា content creator បានធ្វើវីដេអូ unboxing អីវ៉ាន់ពីចិនមកតែម្ដងដែលប្រើសេវាកម្មជួយទិញរបស់ DOSB Express ហើយមានឆ្ងល់ថាហេតុអីបានជាមាន influencer ក៏ដូចជាមាន content creator ជាច្រើនដែលល្បីៗប្រើច្រើនម្ល៉េះតោះឥឡូវខ្ញុំនឹងប្រាប់បងប្អូនអំពីចំណុចសំខាន់4យ៉ាងធំៗដែលធ្វើឲ្យ app DOSB ទទួលបានការគ្រប់គ្រងច្រើនយ៉ាងនេះហើយសំខាន់ចំណុចទាំងអស់នេះគឺកន្លែងផ្សេងអត់មានការផ្ដល់ជូនបែបនេះទេចំណុចទី1នៅពេលដែលយើងទិញអីវ៉ាន់ពីចិនតាមរយៈ app DOSB គឺយើងមានតែទឹកប្រាក់ចំនួន 50% នៃថ្លៃអីវ៉ាន់តែប៉ុណ្ណោះក៏យើងអាចទិញបានដែរឧទាហរណ៍ថាអីវ៉ាន់មួយមានតម្លៃ$20ដូច្នេះនៅពេលដែលយើងទិញគឺយើងមានតែ$10គឺយើងអាចទិញបានដែរហើយសម្រាប់$10នេះសល់គឺយើងអាចចាំប្រគប់នៅពេលដែលយើងទទួលយកអីវ៉ាន់ក៏បានដែរចំណុចទី2 app ស្រួលប្រើហើយយើងអាចទូទាត់ថ្លៃសេវាគ្រប់ធនាគារតែម្ដងចំណុចត្រង់នេះនៅពេលដែលយើងប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនដទៃវិញគឺនៅពេលដែលទូទាត់ថ្លៃសេវាគឺមានភាពស្មុគស្មាញខ្លាំងមែនទែនប៉ុន្តែបើ app DOSB Express វិញគឺថា smooth តែម្ដងហើយ app មួយហ្នឹងគឺថាទិញអីវ៉ាន់ពីចិនមកបានសម្បូរបែបតែម្ដងគឺមានតំណែងរហូតដល់60លានមុខឯណោះដូច្នេះគឺថាទំនើបហ្មងចំពោះចំណុចទី3វិញគឺថាថ្លៃដឹកជញ្ជូនទាបជាងទីផ្សារជាក់ស្ដែងចំពោះកញ្ចប់តូចវិញគឺមានតម្លៃត្រឹមតែ$2000រៀលតែប៉ុណ្ណោះដូច្នេះតម្លៃមួយនេះគឺថាសមរម្យទូថ្លៃខ្លាំងមែនទែនហើយកាន់តែពិសេសទៀតនោះគឺថានៅពេលដែលអីវ៉ាន់របស់យើងមកដល់គឺថា DOSB Express គឺ free ដឹកឲ្យយើងដល់ផ្ទះទៀតដូច្នេះគឺថាចំណេញខ្លាំងមែនទែនតែម្ដងចំណុចទី4គឺនៅពេលដែលយើងទិញអីវ៉ាន់តាមរយៈ app DOSB Express គឺនៅពេលដែលយើងអីវ៉ាន់បាត់គឺនៅពេលដែលយើងអីវ៉ាន់ខូចខាតបែកបាក់ឬក៏ខុសពណ៌ខុសទំហំអីហ្នឹងគឺថាក្រុមហ៊ុនធានាសងវិញ100%តែម្ដងកាន់តែពិសេសគឺថា customer service របស់គេល្អឆាតភ្លាម reply ភ្លាមតែម្ដងអញ្ចឹងហើយគឺថាផ្ដល់ភាពងាយស្រួលដល់យើងក្នុងការតាក់ទងគ្នាគឺយើងមិនចាំបាច់ត្រូវ call ទៅហើយសំខាន់គឺថាសម្ដីរបស់គេក៏ព្រោះផ្អែមទៀតបែបនេះហើយគឺថាគេមានបុគ្គលិកចាំតបឆាតយើងចាំ reply យើងចាំផ្ដល់ព័ត៌មានឲ្យយើងគ្រប់ពេលវេលាតែម្ដងគឺថា24ម៉ោងអញ្ចឹងហើយបងប្អូននៅចាំមិនទៀតតោះ download app DOSB Express ឥឡូវនេះ